ព្រៃធំនិទានសូមជូនរឿងបងព្រមចុះចាញ់បេះដូងអូនហើយសន្ធឹកភ្លៀងធ្លាក់រាវតាំងពីព្រលឹមយីភ្លៀងអីភ្លៀងយ៉ាងនេះតាំងពីព្រលឹមមកហើយដោយមានបរោះចំណាស់ម្នាក់អើតមើលភ្លៀងតាមបងអួចគាត់មានឈ្មោះថារតនវិមានដែលជាអ្នកមានខ្ពង់ខ្ពស់នៅក្នុងស្រុកមួយនៅខេត្តបូងឃ្មុំធាព្រឹកនេះមានអីញ៉ាំខ្លះលើកមកខ្ញុំប្រញាប់ទៅធ្វើការផងសំលេងលោករតនវិមាននិយាយដោយខោអាវរៀបរយនិងកំពុងចុះពីជណ្ដើរភ្លាមនោះគេក៏ឮសំឡេងមីងធាដែលកំពុងលើកម្ហូបមកចាលោកប្រុសមកដល់ហើយនេះជាអាហារដែលលោកប្រុសចូលចិត្តខ្ញុំខំធ្វើជាពិសេសសម្រាប់លោកចាអរគុណលោកនិយាយងាកទៅរកអ្នកបម្រើម្នាក់ទៀតនិយាយអញ្ចឹងហើយកូនសំណប់របស់យើងទៅណាអស់ហើយមិនមិនឃើញមកញ៉ាំបាយជាមួយសោះអញ្ចឹងបាទគោរពទានម្ចាស់កូនសំណប់ទៅណាទៅស្រាប់តែលោកវិមានតបដោយហួសចិត្តយីចេះឆ្ងល់ទៅកើតមូលិកានិងសុមេត្តានឹងហើយចេះសួរទៅកើតបានអញໄວឡូវនឹងហើយនេះមកពីលោកម្ចាស់មានកូនសំណប់ច្រើនពេកនឹងណានៅទីនេះហើយលោកប៉ាសំឡេងស្រួយស្រេះបំភ្លឺចេញពីក្នុងផ្ទះមកគឺយុវតីមូលិកាដែលមានវ័យ18ឆ្នាំសាច់មុខមាត់ខ្ចីរលោងសមនឹងបបោមាត់ពណ៌កុលាបជាមួយសក់ខ្មៅរលោងប្រេះស្មាចងបោពណ៌សរោមភ្នែកក្រាស់សមនឹងកែវភ្នែកធំខ្មៅនិលនាងស្លៀកសំពត់100ភ្លីពណ៌ខ្មៅជាមួយអាវប៉ោងស្មាអាចជាសម័យបន្តិចចាត់បុរាណបន្តិចសមឥតទាស់លោកប៉ាថ្ងៃនេះកូនស្អាតទេនាងដើរមកជិតហើយបង្វិលខ្លួនឲ្យលោកប៉ាមើលសាប់និយាយតាំងផ្លឹកបែបឆ្កួតលងស្នេហ៍ស្អាតណាស់អ្នកនាងខ្ជូតគួរឲ្យស្រឡាញ់តែម្ដងហើយលងស្នេហ៍អ្នកនាងតូចឲ្យខ្ញុំលោកវិមានឮហើយនិយាយតាំងសំឡុតអាសាប់បាទសាប់ឆ្លើយតាំងភ្ញាក់ហើយយកដៃខ្ទប់មាត់រួចនិយាយខ្សឹបម្នាក់ឯងចុះបើស្អាតមែននឹងទានម្ចាស់ម៉ានាវីឮសើចដាក់សាប់ចំណែកមីងធាវៃសាប់ហើយស្រដីថាកុំឲ្យនិយាយលោកវិមានបន្តទៅកូនស្រីអាកូនថ្ងៃនេះប្រញាប់បន្តិចទៅមកញ៉ាំបាយជាមួយប៉ាឲ្យលឿនហួសម៉ោងហួសពេលវេលាឥឡូវហើយនឹងអាលបានទៅរៀនសូត្រអីនឹងគេចាព្រឹកនេះការមិនញ៉ាំទេលោកប៉ាតែលោកប៉ាកំព្រួយរឿងទៅរៀននោះមិនស្រួលថ្ងៃនេះមិនភ្លៀងតាំងព្រលឹមអញ្ចឹងកូនអាចទាយបានថាមិនសូវមានអ្នកមករៀនទេព្រោះរវល់បេះដីស្អិតពីកង់នោះអីកូនទៅរៀនសិនហើយណាលោកប៉ាកូនជម្រាបលានិយាយរួចនាងដើរចេញទៅតាំងទឹកមុខញញឹមដោយវងចន្ទ្រាដាក់បិតាលោករតនវិមានអាយុជិត60ឆ្នាំហើយគាត់តាមសម្លឹងកូនកត់ដោយក្តីស្រឡាញ់គាត់និយាយតាំងខ្នន់ខ្នាញ់ហួសចិត្តយីកូននេះឲ្យទៅរៀនយូរចេះតាំងទាយទៀតអញ្ចឹងត្រូវឲ្យវាទៅកាន់កំពង់ជើងធូបហើយគាត់សើចរលាក់ស្រួលអង្គុយយូរហើយដូចមិនឃើញមេត្តាវាទៅណាបាត់ហើយមិនឃើញសោះអញ្ចឹងធាចាអ្នកប្រុសគាត់ចេញពីផ្ទះតាំងពីមិនតាន់ភ្លៀងម្លេះមិនដឹងតាណាទេចាអាកូនមួយហ្នឹងវាធ្វើចរិតប្លែកដល់ហើយមិនដឹងជាយ៉ាងម៉េចប៉ុន្មានឆ្នាំហ្នឹងតាំងពីបញ្ចប់ Master នៅអាមេរិកមកណាហើយយើងទៅធ្វើការសិនហើយតោះសាប់លោកនិយាយហើយដើរទៅឡានដែលឈប់នៅចាំមុខផ្ទះមួយសន្ទុះក្រោយមកសំឡេងម៉ូតូបានបង្អង់ឈប់លេចចេញមនុស្សសង្ហាម្នាក់បបោមាត់ក្រហមច្រមុះជ្រួចសាច់សសង្ហាណាស់
តែតោះការនិយាយរបស់គេមិនសូវជាច្បាស់បៃឡាំព្រោះធ្លាប់នៅបរទេសមិនដែលបានមករស់នៅស្រុកខ្មែរទេគេជាកូនកាត់ពីសាសម្ដាយជនជាតិខ្មែរឪពុកគេជនជាតិអាមេរិកតែតាមមើលមុខគាត់ខាងខ្មែរមកច្រើនជាងអ្នកដែលមកដល់និយាយពេលឃើញស្ត្រីវ័យកណ្ដាលកំពុងបោសសម្អាតផ្ទះជំរាបសួរអ្នកមីងធាអូក្មួយចន់លើកដៃថ្វាយព្រះសុខសប្បាយទេនឹងចន់និងមីងធាសំណេះសំណាលគ្នាពីនេះពីនោះយ៉ាងសប្បាយហូរហែចន់សួរសុខទុក្ខពីមូលិកានិងលោករតនវិមានហើយពេលនិយាយដល់រឿងមេត្តាក៏ឮសំឡេងពីក្រៅមកដែលជាសំឡេងបរិសុទ្ធអាយុប្រមាណជា20ឆ្នាំប្លាយរូបរាងកាយខ្ពស់ស្រឡះកែវភ្នែកមុតថ្លាសមនឹងសក់ទៅបកាត់ថ្មីសម្បុរសណ្ដែកបាយសម្គាល់កូនខ្មែរពិតបើនិយាយពីវងភ័ក្រវិញមិនបាច់និយាយច្រើនទេប្រហែលជាឆក់បេះដូងក្រមុំមិនតិចឡើយកំឡោះនោះហើយដែលឈ្មោះសុមេតានោះឯងចនមកដល់យូរហើយមែនទេហើយមានការអីសម្លាញ់បានមករកគ្នាតាំងព្រលឹមបែបនេះចនតបគ្នាមកដល់មួយសន្ទុះហើយវើយយ៉ាងម៉េចគ្នាមករកឯងមិនបានទេឬហើយត្រូវមានលិខិតសុំជួបមែនទេលោកប្រុសទេតែគ្នាគ្រាន់តែគិតស្មានថាឯងមករកអ្នកដតីក្នុងផ្ទះនេះថាហើយមេត្តាយកដៃគៀកកមិត្តភក្តិធ្វើប្រងើយកុំឲ្យតែឃើញគ្នាមិនបានបាញ់ពេកវើយកុំខ្លាំងពេកប្រយ័ត្នពេលណាឯងចេះស្រឡាញ់គេវិញយើងគ្រាន់តែបាញ់ឯងទេយើងនឹងដុតឯងឲ្យคล้ายជាផេះតែម្ដងចាំតែមើលទៅមេត្តាតបស្រេចតែចិត្តតោះកុំមកនិយាយច្រើនយើងគិតទៅដើរលេងរំហែខួរវិញប្រសើរជាងឡើងទៅភ្នំពេញយ៉ាងម៉េចដែរវើយអូមីងធាចំការកៅស៊ូខាងកាត់ផ្ទះរបស់យើងកំពុងតែជាចតែកម្មកររបស់យើងជាមិនតាន់ទេព្រោះឥឡូវភ្លៀងញឹកញាប់ទៀតខែនេះគួរតែបន្ថយកម្មករទៅបានកុំឲ្យស្ទះដំណើរការយ៉ាងណាមីងជួយសបផ្សាយនិងជួយលិខិតប័ណ្ណដែលខ្ញុំធ្វើយកទៅឲ្យស្រាប់បិទសបផ្សាយបន្ថែមទៀតផងដើម្បីឲ្យតាន់ពេលណាមីងនិយាយអញ្ចឹងខ្ញុំឮថាលោកប៉ានឹងទៅកំពង់សោមមែនទេថ្ងៃស្អែកនេះឆ្ងល់ណាស់ហេតុអីក៏ទៅទីនោះញឹកញាប់ម្ល៉េះហើយថែមតាំងនិយាយទូរស័ព្ទទៅទីនោះញឹកញាប់ទៀតមីងធាឮមេត្តានិយាយបែបសង្ស័យក៏ឆ្លើយចាលោកប្រុសក៏ទៅដើម្បីលំហែកាយតែប៉ុណ្ណោះទេចាគ្មានអីលើសពីនេះទេចនឮបន្ថែមឯងចង់គិតអីអាមេត្តាប៉ារបស់ឯងក៏ទៅលំហែកាយទេកុំគិតអីអត់បានការពេកតោះទៅដើរលេងក៏ជាប៉ារបស់យើងបានយើងបារម្ភឯងមិនយល់ពីយើងទេយើងស្គាល់ឯងយូរហើយហេតុអីបានជាមិនយល់នោះទៅប្រញាប់បន្តិចនៅយូរយារនឹងហើយចនដើរអូសដៃទៅមីងធានិយាយលើកដៃថ្វាយព្រះលោកកុំឲ្យមានបញ្ហាអីសោះស្អែកនេះហើយស្អែកឡើងលោកវិមានត្រូវចេញដំណើរទៅកំពង់សោមអ្នកប្រុសភ្ញាក់ហើយនៅលោកម្ចាស់ចង់ជួបអត់ឮសំឡេងតបមីងធាទាញទ្វារចូលទៅក្នុងអ៊ុយអ្នកប្រុសភ្ញាក់ឡើងលោកប្រុសធំចង់ជួបយីត្រមុកម្លេះនាយកំឡោះក្រោកឡើងតាំងសុភាពងោកងុយមិនតាន់អស់មេត្តាកូនត្រូវគ្រប់គ្រងនៅក្រុមហ៊ុនឲ្យបានល្អណាប៉ាទៅកំពង់សោម2ថ្ងៃហើយនិយាយរឿងយប់មិញយ៉ាងម៉េចស្រវឹងឡើងជោគខ្លួនកុំតែបានចនទៅជាមួយជួយបើកឡានមកផ្ទះវិញកុំអីមិនដឹងយ៉ាងម៉េចទេឯងត្រូវដឹងថាឥឡូវឆាប់មានគ្រោះថ្នាក់ផងមុនធ្វើអ្វីឲ្យចេះគិតខ្លះមិនមែនធ្វើអីឆេវឆាវតាមតែអារម្មណ៍ខ្លួននោះទេ
តើទៅថ្ងៃមុខទៅប៉ាប្រគល់កិច្ចការឲ្យឯងធ្វើមិនបានឯងមើលខ្លួនឯងទៅគេខំរៀនចំណែកបងគេឲ្យទៅរៀនតែឥតបានការមាននប់លឺងើបមុខមើលប៉ារបស់ខ្លួនគេនិយាយយ៉ាងខ្លាំងចុះលោកប៉ាដឹងថាលោកប៉ាធ្វើអ្វីខ្លះទេតាំងពីអ្នកម៉ាក់ស្លាប់ទៅលោកប៉ាធ្វើប្លែកលាក់ពីក្រោយខ្ញុំមិនយល់ទេថាលោកប៉ាទៅទីនោះញឹកញាប់ឬក៏ប៉ាមានអ្វីប្លែកលោកវិមានខឹងយ៉ាងខ្លាំងចង់ខ្យល់អាមេតាអាកូនអកតញ្ញូរតនរត់ចេញមកក្រៅមិនខ្ចីមើលឪពុកមីងធាឮសំឡេងឆ្លុះគ្នាខ្លាំងក៏រត់ទៅមើលពុទ្ធោលោកម្ចាស់កុំខឹងខ្លាំងពេកសម្រួលអារម្មណ៍សិនទៅអ្នកប្រុសនៅក្មេងទៅមិនយល់ពីយើងចាស់ប្រយ័ត្នជំងឺរើសំឡេងរលកសមុទ្រក្រំទៅមកចង់ទិញវត្ថុអនុស្សាវរីយ៍អីទេចាសុទ្ធតែរបស់ស្អាតធ្វើឲ្យដៃទាំងអស់ជួយទិញទៅតម្លៃមិនថ្លៃទេសំឡេងស្រីម្នាក់និយាយនៅតាមដងសមុទ្រវជ្ជរាលោកវិមានហៅខ្ញុំប្រាប់ហើយមែនទេថាកុំឲ្យមកលក់ទៀតនៅមើលថែកុមារកំព្រាទៅកុំមកដើរហាលថ្ងៃបែបនេះខ្វះខាតអីប្រាប់ខ្ញុំបានតើម៉ារវីឮសំឡេងងាកមើលឃើញក៏រត់មកទទួលហើយរីករាយប្រកបដោយវង្សភ័ក្រគោរពនិងមានមុនស្នេហ៍សាច់មាត់ល្អដូចហង្សទេពសុគាញញឹមបញ្ចេញថ្ពាល់ខួចម្ខាងគ្រាន់តែសម្បូរកាយច្រអាប់បន្តិចព្រោះវជ្ជរាត្រូវហាលថ្ងៃក្តៅដោយនាងចូលចិត្តលក់របស់វជ្ជរាជាក្មេងកំព្រាម្ដាយរាល់ថ្ងៃនាងមិនរស់នៅជាមួយឪពុកទេព្រោះអីគាត់បានទៅរៀបការប្រពន្ធថ្មីមួយទៀតដោយម្ដាយថ្មីនោះបានធ្វើបាបនាងរហូតរាល់ពេលឪពុកនាងមិននៅទើបនាងសម្រេចចិត្តរត់ចេញពីផ្ទះក៏បានជួបនឹងលោកវិមានធីតាស្រីញញឹមស្រស់លោកម្ចាស់មកពីអង្កាលណាហ្នឹងអត់ប្រាប់ខ្ញុំអីបន្តិចសោះខ្ញុំមកយូរហើយមកទៅមណ្ឌលនិយាយគ្នាលេងចាស់លោកវិមាននិងនារីដើរទៅកន្លែងកុមារកំព្រាលោកវិមានចាប់ផ្ដើមនិយាយខ្ញុំមកនេះចង់ពឹងនាងរឿងមួយម៉ារវីឆ្ងល់ក៏សួរមានរឿងអីទៅលោកម្ចាស់ប្រាប់មកបើខ្ញុំអាចជួយបានខ្ញុំនឹងជួយអស់ពីសមត្ថភាពគឺខ្ញុំចង់ឲ្យនាងស្អែកនេះទៅនៅផ្ទះរបស់ខ្ញុំដោយអ្វីដែលយើងបានព្រមព្រៀងគ្នាទុកខ្ញុំដឹងថារាឯងមិនចង់បែកពីទីនេះទេមិនអីទេបើទៅនៅមិនអាចសមបានចាំត្រឡប់មកវិញក៏បានដែរខ្ញុំមិនបង្ខំចិត្តទេចាស់លោកម្ចាស់លោកធ្លាប់មានគុណប្រៀបដូចជាឪពុកចំពោះខ្ញុំរឿងហ្នឹងខ្ញុំសុខចិត្តធ្វើតាមបណ្ដាំអញ្ចឹងល្អហើយរៀបចំរបស់របរដែលត្រូវយកទៅឲ្យហើយទៅស្អែកចេញដំណើរកុំឲ្យភ្លេចនេះភ្លេចនោះតាមផ្លូវឆ្ពោះទៅកំពង់សោមទេសភាពហាក់ល្អល្អាក់ចំពោះក្មេងស្រីដែលមិនធ្លាប់ដើរស្រុកគេលេចវាលចូលព្រៃឡើងទួលចុះទួលដូចកូនភ្នំសម្បូរទៅដោយដើមកៅស៊ូមិនចេះខ្វះដែលខ្លះល្មមអាចជាចរយកបានខ្លះនៅអាយុខ្ចីពេកកាត់យ៉ាងត្រឹមគួរឲ្យចង់គយគុណមានផ្ទះកម្មករតូចសង់នៅចាំជាចរកៅស៊ូឲ្យក្រុមហ៊ុនមានតូបលក់តាមផ្លូវសម្រាប់ភ្ញៀវដើរកម្សាន្តពេលត្រូវការវជ្ជរារីករាយជាមួយទេសភាពទាំងនោះណាស់ឡានបានបរមកដល់គេហដ្ឋានមួយដែលបានរៀបរាប់ខាងលើដោយមិនដឹងខ្លួនស្រីស្រស់ភ្ញាក់ខ្លួននៅពេលបានមកដល់ផ្ទះនេះជាលើកដំបូងមីងធាចេញមកទទួលដោយរាក់ទាក់ចំណែកមូលីកាក៏ចេញមកទទួលដែរតែនាងនឹកឆ្ងល់ពីនាងម្នាក់ដែលមកជាមួយឪពុកនាងទៅវិញគ្រាន់តែឃើញនាងហាក់ដូចជាអន់ចិត្តពេលប៉ារបស់ខ្លួននាំអ្នកណាមកជាមួយដែលមិនធ្លាប់ប្រាប់ពីមុនលោកប៉ាមកវិញហើយឬចុះគាត់ជាអ្នកណាដែរលោករតនវិមានគ្រាន់តែញញឹមហើយដើរចូលទៅក្នុងផ្ទះ
ធ្វើឲ្យមូលិកាកាន់តែគិតវែងឆ្ងាយចំណែកវិជ្ជរាខំញញឹមដាក់មូលិកាតែមូលិកាមិនទទួលរាក់ទាក់ម៉ាលវីដើរទៅតាមលោកទៅដល់ក្នុងផ្ទះទើបលោកប្រាប់មូលិកាថានាងគឺវិជ្ជរានាងត្រូវមករស់នៅជាមួយយើងដូចជាសមាជិកក្នុងគ្រួសារនេះដែរមេតាដែលទៅចុះពីបន្ទប់ដោយលឺសន្ធឹកឡានគ្រាន់តែឃើញនឹងលឺបែបនេះនាយប្រកាយយ៉ាងខ្លាំងទេលោកប៉ាកំពុងធ្វើអីហ្នឹងយកស្រីដែលមិនស្គាល់ពូជអម្បូរមិនដឹងល្អអាក្រក់មករស់នៅជាមួយមិត្តនឹងបានខ្ញុំមិនព្រមទេអូលោកប៉ាហ៊ានបញ្ចេញមកហើយឬនេះជាស្រីលោកប៉ានេះជាស្រីរបស់លោកប៉ាគេយកដៃចង្អុលវិជ្ជរាឮមេតាថាឲ្យដូចនេះម៉ាលវីសំឡក់មកកាន់នាយតែក៏មិនតន់ថាអីដែររួចក៏ដាក់ភ្នែកចុះខំមកសង្កត់ចិត្តលោកវិមានរោគតាស់កំភ្លៀងកូនតែវិជ្ជរានឹងសាប់ចាប់ដៃតន់គាត់និយាយយ៉ាងម៉ឺងម៉ាត់វិជ្ជរាត្រូវនៅទីនេះជាមួយនឹងយើងដោយគ្មានពាក្យប្រឆាំងថ្ងៃស្អែកប៉ានឹងទៅអាមេរិកមួយខែនរណាក៏មិនអាចប៉ះពាល់នាងបានឡើយឬទេហើយត្រូវគោរពនាងផងនិយាយហើយកត់ក៏ដើរចូលក្នុងបន្ទប់ចំណែកមេតាវិញបែរមកមើលវិជ្ជរាដូចចង់ស៊ីសាច់តាំងរស់រួចនិយាយនាងមកនេះមកបំផ្លាញគ្រួសារពួកយើងឲ្យបែកបាក់មែនទេនាងនេះពិតជាក្រន់បើមែនខ្ញុំក៏ចង់ដឹងដែរថានាងនៅបានប៉ុន្មានគេថាតាំងខឹងសម្បាដើរចេញឯកាក៏ដើរចេញដែរហេតុអីសម្ដីគេហាក់ដូចជាមិនសមនឹងឈ្មោះសោះអញ្ចឹងយប់ចូលមកដល់ម៉ារវីអង្គុយនៅតូងក្រោយផ្ទះមើលព្រះខែនិងអង្គុយរៀបរាប់កំណាព្យដែលនាងបានតែងពីជីវិតរបស់ខ្លួនកំពុងសូត្រមិនដឹងថាលោកវិមានមកស្ដាប់តាំងពីពេលណាលោកខំលងនាងថារាខំព្យាយាមវឹកហាត់ទៅគង់តែអាចឈ្នះគ្រប់អ្វីទេចាស់មិនអីទេប៉ុណ្ណឹងខ្ញុំទ្រាំបានរឿងបែបនេះត្រូវការពេលវេលាដើម្បីពន្យល់គេលោកងក់ក្បាលតបលោកក៏ឲ្យនាងឆាប់គេងទៅតែធីតារងចាំបន្តិចទៀតចំណែកលោកក៏ទុកឲ្យនាងនៅទីនោះបណ្ដែតអារម្មណ៍បន្តិចដើម្បីបានស្បើយទុកបន្ទាប់ពីបិតាចេញផុតក៏លេចមូលិកាមកសាកសួរកញ្ញាដើម្បីចង់ដឹងរឿងពិតវិជ្ជរាឃើញមូលិកាក៏គំនាបហៅមូលិកាមែនទេការដែលចង់ឈានជើងបំរុងដើរចេញក៏ត្រឡប់មកអង្គុយចិត្តតើឲ្យខ្ញុំហៅថាយ៉ាងម៉េចទៅរាញញឹមស្ងួតរួចរាក់ទាក់ហៅខ្ញុំបងទៅបងរាណាអញ្ចឹងបងមិនមែនជាចាំបងប្រាប់រឿងហេតុតាំងប៉ុន្មានដែលកើតមានឡើងមូលិកាសប្បាយរីករាយហើយក៏កើតទុកយ៉ាងខ្លាំងដែរពេលបានឮរឿងពិតរបស់ប៉ាម្យ៉ាងគ្រាន់តែឃើញរាដំបងនាងក៏មិនស្អប់ពើមដែរគឺមានអារម្មណ៍ថានាងចូលចិត្តពីមួយថ្ងៃទៅមួយថ្ងៃក្រោយលោកវិមានចេញទៅអាមេរិកមូលិកាកាន់តែចូលចិត្តអត្តចរិតនិងអាកប្បកិរិយានិយាយស្ដីរបស់រាព្រោះពេលពួកគេតាំងពីនិយាយអ្វីហាក់ត្រូវគ្នាតាំងពីចិត្តគំនិតផ្សេងរឿងហេតុតាំងនោះមិនអាចកំបាំងពីមេតាបានឡើយតែគេមិនបានដឹងរឿងដែលវិជ្ជរាមកនេះដើម្បីអ្វីឡើយព្រោះគេស្អប់នាងសឹងតែស្លាប់ម្នាក់ឯងដោយគិតថានាងចង់ធ្វើជាលោកស្រីទំនាក់ទំនងធីតាតាំងពីកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃចាប់ពីពេលនោះមករាមានអារម្មណ៍ថាស្បើយទុកខ្លះថ្ងៃមួយវិជ្ជរាបានចូលទៅក្នុងបន្ទប់លោករតនវិមានដោយដឹងថាលោកត្រឡប់មកដល់ផ្ទះវិញហើយពេលចេញមកវិញប៉ះមេតាដែលដើរកាត់នោះណែនាងឲ្យដៃដាក់ប៉ាខ្ញុំទៀតហើយមែនទេណែលោកប្រុសកុំគិតប៉ានស្មានតែផ្ដេសផ្ដាស់បានទេខ្ញុំមកនេះមានការសំខាន់មិនបានឲ្យដៃឲ្យជើងដូចមេតាថានោះទេមិនជឿទេ
នាងកុំមកដោះសាររួចខ្លួននាងមានខ្សែភ្នែកមិនល្អដែរឬនាងដាក់មន្តអាគមអីឲ្យប៉ាខ្ញុំមែនទេបានកត់តែងតែកាន់ជើងនាងរហូតឬនាងចង់ឲ្យផ្ទះរតនវិមាននេះរលំរលាយទ្របទៅបនាងអស់ចិត្តនាងនេះពិតជាសាហាវណាស់មេត្តាថាតាំងកែភ្នែកកំណាចរាបែមើលមុខតាំងហួសចិត្តនិយាយមែនហើយខ្ញុំនឹងអន្តងយកទ្រាំនៅក្នុងផ្ទះនេះឲ្យអស់លោកត្រូវព្យាយាមការពារបន្តិចទៅក្រែងគ្មានកន្លែងត្រូវនៅនោះអីហើយម្យ៉ាងក៏សុំឲ្យហាត់ហៅថាម៉ាក់ឲ្យថ្នឹកមាត់ថ្នឹកត្រជាបន្តិចទៅព្រោះយើងត្រូវនៅជាមួយគ្នាយូរទៀតមែនទេកូនម៉ាក់ថាហើយនាងក៏ដើរចេញតាំងញញឹមឌឺតែមេនប់ខឹងមែនទែនរួចចាប់ដៃនាងជួបណែលេងណាខ្ញុំឈឺមេនប់ខ្ពើមធ្វើហើយទាញចូលបន្ទប់នាយរុញនាងទៅលើគ្រែខឹងនាងដែលប៉ិនឌឺគ្រប់ពេលតាមពិតគេគ្រាន់តែជាគំរាមតែប៉ុណ្ណោះបើនាងមិនឈប់ធ្វើបែបនេះទេនាងនឹងត្រូវទទួលរង្វាន់យ៉ាងកប់ចិត្តហើយចង់ធ្វើម៉ាក់ចុងខ្ញុំណាស់មែនទេថាហើយមេត្តាក៏អោនថាប់ថ្ពាល់ស្រីដូចជាកំរោលចូលម៉ារវីរើតល់តែមួយកំហឹងច្រានគេចេញរហូតបានរួចចេញពីគ្រែនាងយំសសិទ្ធទៅចាប់បានឧបករណ៍ឆក់មូសបើលោកហ៊ានចូលមកទៀតខ្ញុំមិនធានាសុវត្ថិភាពលោកទេនាងគិតថារបស់ប៉ុណ្ណឹងអាចធ្វើអ្វីខ្ញុំបានមេត្តានៅតែឈានជើងចូលរហូតម្ដងនេះម៉ារវីក្រឡេកឃើញកូនកំបិតក៏ចាប់កាន់ម្ដងតែលោកហ៊ានចូលម្ដងមួយជំហានទៀតខ្ញុំនឹងសម្លាប់ខ្លួនធ្វើបែបនេះមេត្តាលែងហ៊ានដើរចូលខ្លាចនាងសម្លាប់ខ្លួនមែនទែនព្រោះឃើញឈាមរិញចេញពីកដៃនាងមេត្តាតបទៅទាំងភ័យបានតែនាងត្រូវដាក់កំបិតចុះសិនកុំគិតធ្វើបែបហ្នឹងគ្រោះថ្នាក់ណាស់ណាទេខ្ញុំមិនស្ដាប់អ្វីទាំងអស់លោកត្រូវទៅបើកទ្វារឲ្យខ្ញុំជាមុនសិនមេត្តាត្រូវបង្ខំចិត្តទៅបើកទ្វាររាមិនបងអង្គយូររត់ចេញទៅយ៉ាងលឿនទៅកាន់បន្ទប់ខ្លួននាងយំយ៉ាងខ្លាំងឈឺជាងរបួសនគរទៀតនាងចង់តែប្រាប់ពីរឿងគ្រប់យ៉ាងដល់គេឲ្យច្បាស់កុំឲ្យគេយល់ច្រឡំតែឲ្យតែឃើញនាយគិតអាក្រក់ពាក្យនោះបែរជានៅទៅជួបបំពង់ករហូតនាងយំរហូតដល់គេងលក់ដោយមិនដឹងខ្លួនមេត្តាខំតាមសម្លឹងតាមក្រោយដោយភាពស្ដាយក្រោយចំពោះកំហុសខ្លួនប៉ុន្មានថ្ងៃនេះនាងមិនហ៊ានទៅញ៉ាំបាយរួមតុជាមួយក្រុមគ្រួសារនោះទេដោយខ្មាស់មេត្តាតែលោកវិមានបានឲ្យមូលិកាទៅហៅតែនាងប្រកែកថាមិនឃ្លានទេពី3ថ្ងៃក្រោយមកព្រឹកថ្ងៃអាទិត្យចនមូលិកានិងវិជ្ជរាមកចំការលេងពួកគេទាំង3នាក់កំពុងដើរបណ្ដែតអារម្មណ៍បណ្ដើរផឹកទឹកអំពៅបណ្ដើរស្រាប់តែឃើញផ្សែងខ្មួលខ្មៅចេញពីផ្ទះតូចមួយរបស់កម្មករពួកកម្មករនាំគ្នាជួយពន្លត់ភ្លើងមានស្ត្រីម្នាក់ស្រែកយំថាបាត់កូនតូចរបស់គាត់ថានៅក្នុងផ្ទះនោះរាឮបែបនេះក៏រត់ចូលទៅក្នុងផ្ទះនោះពួកកម្មករចននិងមូលិកាស្រែកតាំងស្លុតសំលេងពេញឃើញបែបនេះពេលនោះក៏លេចមុខមេត្តាមិនដឹងមកពីណារត់មកពួកកម្មករប្រាប់ថាវិជ្ជរារត់ចូលទៅក្នុងនោះមេត្តាគ្មានបង្អង់រត់ចូលទៅជាមួយដែរហើយឃើញរានៅក្នុងនោះនាងចូលមកមិនខ្លាចស្លាប់ទេអីរាមិនស្ដាប់សម្ដីរតនៈឡើយចាប់3ក្មេងត្រកងរត់ចេញមកក្រៅតែកំឡោះចាប់ដៃជួបចាំខ្ញុំអ្នក3ថាហើយមាននប់3ក្មេងចំណែកស្រីស្រស់មើលមុខគេហើយរត់ចេញមកក្រៅតាំងពីនាក់គ្រាន់តែបានមកដល់ក្រៅម្ដាយក្មេងអរំភើបដែលបានកូនមកវិញរានិងមេត្តាញញឹមដាក់គ្នាដែលបានជួយសង្គ្រោះជីវិតក្មេងម្នាក់ឲ្យរួចជីវិតតែរាដួលទ្រុសដោយមិនដឹងខ្លួនអ្នកទាំងអស់គ្នាភ័យដោយឃើញនាងសន្លប់បើនិយាយពីមេត្តាភ័យជាងគេនាយខំ3ត្រកងនាងដាក់លើគ្រែ
ជួយបកផ្លិតឲ្យនាងមានដង្ហើមធូរជាងមុននេះដោយសារតែក្តៅពេកពេលចូលយកក្មេងខ្វះខ្យល់ទើបនាងសន្លប់មួយសន្ទុះទើបនាងដឹងខ្លួនវិញរតនៈនិងអ្នកគ្រប់គ្នាអរំភើបនាយបានបីត្រកងរាមកឲ្យសម្រាប់នៅផ្ទះធំវិញលោកវិមានភ័យជាងគេពេលឮដំណឹងនេះពេលវេលាចេះតែដើរឥតឈប់ឈរជាងកន្លះឆ្នាំហើយដែលរាមកនៅបងឃ្មុំនេះថ្ងៃសៅរ៍ឡើងលោករតនវិមានក៏ត្រូវឡើងទៅភ្នំពេញជិះយន្តហោះទៅសិង្ហបុរីដើម្បីទៅនិយាយរឿងជំនួញគាត់ដោយការងារទាំងអស់ត្រូវទាក់ទៅលើមេត្តានិងវិជ្ជរាចំណែកចនមិនបានទៅជួយទេព្រោះរវល់ទៅបង្រៀនអង់គ្លេសក្មេងៗនៅក្នុងភូមិចំណែកទូរស័ព្ទមេត្តារោឡើងរហូតដាច់ម្ដងសំឡេងរោជាថ្មីតែនាយមិនបានដឹងឡើយវិជ្ជរាកំពុងដើររៀបថាទៅជួយស្រោចផ្កានាយសាប់ស្រាប់តែឮទូរស័ព្ទរោក៏លើកនិយាយអាឡូជំរាបសួរមិនបាច់ជំរាបសួរអីទេនាងឈ្មោះវិជ្ជរានឹងមែនទេម្ចាស់សំឡេងនិយាយកំហកហើយនាំគ្នាសាយកិលពួកឯងជាអ្នកណាមិនបាច់សួរអីច្រើនទេបើចង់បានមូលិកានេះទៅវិញកុំភ្លេចយកលុយមកឲ្យយើងចង់ស្ដាប់សំឡេងខ្លះទេរាឮសំឡេងមូលិកាយ៉ាងច្បាស់នាងកាន់តែខ្វល់ពួកឯងចង់ធ្វើអីហើយឥឡូវនៅឯណាចាំយើងយកលុយទៅឲ្យតើឯងត្រូវការប៉ុន្មានតែឯងត្រូវសន្យាបើនាងមានបញ្ហាអីពួកឯងមិនរួចខ្លួនសំបីតែមួយនាក់តែនាងក៏មិនត្រូវប្តឹងប៉ូលីសដែរបើមិនដូចនេះទេបានចាំយើងទៅម៉ារវីមិនគិតអីច្រើនគ្រាន់តែផ្ដាំសັບថាមូលិកាត្រូវក្មេងពាលចាប់ឲ្យទៅប្រាប់មេត្តាសំលេងក្រហោយំនិងពេលប្រញាប់ប្រញាល់រត់ខ្នាត់ខ្នែងយកអ្នករបួសចូលមន្ទីរពេទ្យនៅភ្នំពេញដើម្បីសង្គ្រោះបន្ទាន់ការនឹងមេត្តាស្រែកស្លន់លោកគ្រូពេទ្យលោកគ្រូត្រូវតែជួយសង្គ្រោះគេតាំងពីអ្នកណាឮទេលោកគ្រូពេទ្យទ្វារបន្ទប់វះកាត់ត្រូវបានបិទមូលិកានិងមេត្តាដើររេរដោយក្តីបារម្ភបន្ទាប់ពីបញ្ចូលឈាមរួចចននិងវិជ្ជរាសុទ្ធតែមានសភាពក្រាន់បើតែវិជ្ជរាមិនទាន់ដឹងខ្លួននៅឡើយព្រោះនាងត្រូវកំបិតត្រង់ចំណុចសំខាន់ព្រឹកនេះមូលិកាបានទិញផ្លែឈើទៅជូនអ្នកជំងឺបងភ្ញាក់ហើយនេះខ្ញុំខំទិញផ្លែឈើឲ្យបងពិសាក្រែងមានកម្លាំងឆាប់ជាចនញញឹមតបទៅវិញមិនអីទេឲ្យតែឃើញមុខអូនបងឆាប់ជាហើយធីតាគ្រាន់តែឮចននិយាយបែបនេះក្រូចនេះអញ្ចឹងក្រូចនេះបងមិនបាច់ញ៉ាំទេទុកឲ្យខ្ញុំកេងលើក្រែនឹងមើលតែមុខខ្ញុំបានហើយគឺឆាប់ឆ្អែតឆាប់ជាបានមើលក៏បានចនតបតាំងសម្លឹងមើលមុខមូលិកាមិនដាក់បងឯងនេះខូចណាស់ឆាប់ហាមមកទៅនឹងអាលបានជាបានចេញពីពេទ្យចនមិនទុកយូរសួរបញ្ជាក់តែម្ដងនឹងអាលរៀបការជាមួយបងមែនទេការឮបែបនេះអៀននាងតបវិញរឿងនេះខ្ញុំធ្លាប់ប្រាប់បងឯងថាចាំខ្ញុំរៀនចប់សិនចាំគិតឥឡូវមានតួពិសេសជាងនេះទៅទៀតដែលមិនតន់ត្រូវគ្នាចាំពួកគាត់សិនចាំយើងបានទេនិយាយពីមាណពកំសត់នៅអង្គុយយាមវិជ្ជរារហូតតាំងមិនបានដេកពួនហេតុអ្វីនាងមិនព្រមដឹងខ្លួននាងឆាប់ដឹងខ្លួនមកហើយនឹងអាលឆាប់បានធ្វើជាម្ដាយចុងខ្ញុំតបសម្ដីជាមួយគ្នាឬទេនាងនៅតែមិនព្រមភ្ញាក់ដោយស្អប់មុខខ្ញុំមែនទេហេតុអីនាងចូលចិត្តយកជីវិតទៅប្រថុយគ្រោះថ្នាក់យ៉ាងនេះអញ្ចឹងនាងយកជីវិតទៅរងខ្លួនខ្ញុំធ្វើអីឲ្យតែនាងដឹងខ្លួនខ្ញុំព្រមធ្វើអ្វីគ្រប់យ៉ាងមេត្តារៀបរាប់តាំងសោកស្ដាយតាមពិតពេលដែលពួកក្មេងតាំងនោះចាប់មូលិកាទៅគឺពេលនាងចេញពីរៀនចៃដន្យចនកំពុងជិះម៉ូតូមកតាន់ឃើញក៏ដេញតាមពួកវាហើយទូរស័ព្ទហៅប៉ូលីសមកជាមួយចនកំពុងក្រវ៉ែលរោគហក់ទៅជួយស្រាប់តែប៉ះនឹងរា
ក៏ជួយគ្នាពន្យាពេលដើម្បីប៉ូលីសមកតាន់ពួកគ្នាវាបានចេញទៅហើយវជ្ជរាក៏ហៅឲ្យទៅនិយាយគ្នារឿងយកលុយឯចនខំលួចស្រាយខ្សែការចិត្តចេញរួចទៅហើយគ្នាវានោះឃើញក៏បាញ់ទៅលើការតែចនត្រូវរងវជ្ជរាត្រូវពួកវាចាប់ពុតដៃទៅក្រោយថាយកទៅចងស្រាប់តែត្រូវមួយជើងម៉ាំងរបស់មេតាពួកនោះក្តៅឆេវចាប់ក្រវែងវជ្ជរាខ្ចាត់ទៅចិញ្ចាំងរងហើយនាំគ្នាព្រួតវៃមេតាគ្មានបង្អង់ជើងវជ្ជរាស្រែកថាប៉ូលីសមកហើយពួកវាឆ្លៀតទាញកំបិតចាក់ទៅលើមេតាវជ្ជរារត់មករងឯពួកក្មេងទាំងនោះខំរត់ក៏ត្រូវប៉ូលីសមកចាប់ក្របួចបានទាំងអស់2ថ្ងៃក្រោយពេលរសៀលទឹកសមុទ្រចាប់ផ្ដើមមានរលកកក្រមធ្វើឲ្យអ្នកទេសចរចេញមកគ្រប់ខ្យល់អាកាសបរិសុទ្ធរាកំពុងដើរលើឆ្នេរសុកក៏មានជនជាតិទាំងគូយកពេញប៉ោងផងផ្កាផងមកឲ្យនាងឆ្ងល់ហេតុអីគេហុចឲ្យនាងប្លែកម្ល៉េះថែមតាំងនិយាយថានាងខំប្រកែកពួកលោកច្រឡំមនុស្សហើយតែគេនៅតែហុចឲ្យចុងក្រោយចរនិងមូលិកាបានឲ្យនាងដែរចង់ធ្វើអីហ្នឹងវជ្ជរាឆ្ងល់បងស្រីបងធ្លាប់ចាំសម្ដីប្អូនទេបើសិនជាគូទោះខំកិច្ចទៅណាក៏នៅតែជាគូដែរឥឡូវអូននិងចនមានទំនាក់ទំនងគ្នាហើយម៉ាឡាវីមិនតាន់បាននិយាយផងងាកមកឃើញមេតាលុតជង្គង់ចំពោះមុខនាងថែមទាំងមានចិញ្ចៀនមួយវង់ផងម៉ាឡាវីខ្ញុំសុំទោសវជ្ជរារឿងកំហុសគ្រប់យ៉ាងមកពីខ្ញុំមិនល្អមាត់អាក្រក់តែពេលនេះខ្ញុំដឹងកំហុសហើយរៀបការជាមួយខ្ញុំបានទេសូមរាទទួលពាក្យខ្ញុំផងយុវតីក្រឡេកមើលទៅខាងឃើញមនុស្សសុទ្ធតែសម្លឹងមើលនាងគ្រប់គ្នាដោយខ្មាស់គេពេកនាងក៏ឲ្យគេក្រោកឈរតែគេមិនព្រមនាងក៏ព្រមទទួលដោយភ្ញៀវទេសចរជាច្រើនជួយទះដៃអបអរសាទរទឹកភ្នែកនារីកំសត់ហូរច្រាលមកដោយរោគពាក្យថាមិនត្រូវមេតាជូតទឹកភ្នែកឲ្យហើយលើកនាងដោយក្តីរំភើបខ្ញុំជោគជ័យហើយរាព្រមធ្វើជាប្រពន្ធខ្ញុំហើយជ័យយោណែល្មមដាក់ខ្ញុំចុះហើយខ្ញុំខ្មាស់គេណាឬទេមិនព្រមដាក់ចុះទេ3រហូតមេតា3រារត់លេងលើកសាច់ចំណែកចនក៏សម្លឹងមើលការដូចគ្នាពួកគេរីករាយក្នុងចិត្តដែលបានឃើញគេសប្បាយរីករាយគូស្នេហ៍ទាំងពីរគូរីករាយជាខ្លាំងថ្ងៃរៀបការបានមកដល់លោកវិមានបានរៀបចំយ៉ាងអធិកអធមគូស្នេហ៍ទាំងពីរសុទ្ធតែស្អាតសមគ្នាទាំងអស់ធ្វើឲ្យភ្ញៀវមកចូលរួមសរសើរមិនដាច់ពីមាត់ខ្លះសរសើរថាកូនក្រមុំខ្លះថាកូនកំឡោះរៀបការរួចវជ្ជរាកំពុងតែកាន់សិភៅអាននៅក្នុងកញ្ចុះភ្នែកសម្លឹងមើលចនស្រាប់តែមេតាមកដល់អង្គុយក្បែរភរិយាថាប្រពន្ធមួយខ្សើតអូនកំពុងធ្វើអីហ្នឹងអូនអានសិភៅរឿងវជ្ជរារឿងតាំងប៉ុន្មានអូនត្រូវបំភ្លេចចោលឲ្យអស់កុំនៅនឹកនាទៀតអីបងនឹងបង្កើតទីកុមារកំព្រានៅទីនេះមួយនឹងសង់ផ្ទះមួយនៅមាត់សមុទ្រមួយដែលដើម្បីគ្រួសារយើងតែអូនត្រូវសន្យាជាមួយបងថាធ្វើជាម្ចាស់បេះដូងបងនិងម្ចាស់ចំការកៅស៊ូនេះជារៀងរហូតបានអត់ចាស់អូននឹងធ្វើជាម្ចាស់ចំការកៅស៊ូនេះតទៅតែរឿងម្ចាស់បេះដូងអូនមិនសន្យាទេវាអាស្រ័យលើបងស្មោះអូនរហូតឬក៏អត់រាឆ្លើយតាំងញញឹមមិនចង់ទៅចោលបងធ្វើម៉ាក់ចុងគេហ៎ម៉ារវីសាច់ស្រស់ចាស់អូននិយាយលេងទេអូននឹងធ្វើជាម្ចាស់បេះដូងបងតែម្នាក់ថ្ងៃក្រោយឈប់ឌឺបងទៀតណាមិនអញ្ចឹងទេយ៉ាងម៉េចគឺយ៉ាងនេះហើយមេតា3ភរិយាវឹងបងមេតាលេងអូនណាធីតាគក់ទ្រុងគេដឹបមិនលេងទេគេ3នាងនៅក្នុងផ្ទះធ្វើឲ្យម៉ារវីស្រែកយ៉ៃមេតានិងវជ្ជរាមានសេចក្តីសុខយ៉ាងខ្លាំងខ្យល់ត្រជាក់ពេលយប់ធ្វើឲ្យរងាដល់អង្គប្រាណមនុស្សគ្រប់គ្នាព
ពួកគេគ្រប់គ្នានាំគ្នាគេងលក់ស្កប់ស្កល់ឮតែសំឡេងចោររាត្រីបក់ត្រសៀក